សួស្តីបងប្អូនថ្ងៃនេះយើងបន្តមេរៀនទី2របស់យើងគឺបន្តពីចប់មេរៀនទី1ទៅនៅក្នុងចម្ពោះទី1ថ្ងៃនេះយើងចូលដល់មេរៀនទី2ចម្ពោះទី1ចម្ពោះទី1ការងារនៅក្នុងវិស័យបច្ចេកវិទ្យាមេរៀនទី2បំណិនទំនាក់ទំនងក្នុងសម័យកាល Digital ផ្នែកកខ្លឹមសារមេរៀននៅក្នុងមេរៀនទី2ផ្នែកកនេះគឺយើងមានខ្លឹមសារមេរៀនរបស់យើងគឺ1បំណិនទំនាក់ទំនង2ការយល់អារម្មណ៍និងព្រះរាជពិចារណាផ្នែកកទម្រង់នៃទំនាក់ទំនង1បំណិនទំនាក់ទំនង 1.1 ទំនាក់ទំនងដោយវាចា 1.2 ទំនាក់ទំនងដោយមិនវាចា2ការយល់ពីអារម្មណ៍និងព្រះរាជពិចារណាវត្ថុបំណងនៃមេរៀន1សារៈសំខាន់នៃទំនាក់ទំនងដោយវាចានិងមិនវាចាសម្រាប់ការបង្កើតនិងការថែរក្សាទំនាក់ទំនង2មូលហេតុចាំបាច់ដែលត្រូវដឹងអំពីរបៀបបកប្រែទំនាក់ទំនងដោយមិនវាចា3សារៈសំខាន់នៃការយល់ពីអារម្មណ៍និងព្រះរាជពិចារណា4របៀបផ្ដល់និងទទួលមតិយោបល់ត្រឡប់5សារៈសំខាន់នៃជំនាញដោះស្រាយទំនាស់6ការកំណត់គុណភាពនៃក្រុមដែលមានប្រសិទ្ធភាព1បំណិនទំនាក់ទំនងសំណួរតើបំណិនទំនាក់ទំនងរបស់មនុស្សចែកចេញជាប្រមាណប្រភេទអ្វីខ្លះបំណិនទំនាក់ទំនងរបស់មនុស្សចែកចេញជាពីរប្រភេទគឺបំណិនទន់និងបំណិនរឹងបំណិនទន់និងបំណិនរឹងជាអ្វីចម្លើយជំនាញក្នុងការវិភាគការគិតការសម្រេចចិត្តរួមទាំងជំនាញទំនាក់ទំនងនិងជំនាញធម្មជាតិរបស់មនុស្សដូចជាការស្ដាប់និងដោះស្រាយទំនាស់ផ្សេងៗត្រូវបានគេហៅថាបំណិនទន់បំណិនទន់ហើយបំណិនរឹងផ្ដោតលើជំនាញបច្ចេកទេសនៅក្នុងបរិស្ថានការងារនិងបរិស្ថានបុគ្គលប្រចាំថ្ងៃជំនាញបច្ចេកទេសសម្រាប់ការងារដែលបានផ្ដល់បូករួមនឹងសមត្ថភាពនិយាយភាសាអង់គ្លេសនិងការប្រើប្រាស់កុំព្យូទ័រហៅថាបំណិនរឹង1បំណិនទំនាក់ទំនងសំណួរបន្តតើទម្រង់នៃទំនាក់ទំនងមានប្រមាណប្រភេទអ្វីខ្លះតើទម្រង់នៃទំនាក់ទំនងមានប្រមាណប្រភេទអ្វីខ្លះទម្រង់នៃទំនាក់ទំនងមានពីរប្រភេទគឺទំនាក់ទំនងដោយវាចានិងទំនាក់ទំនងដោយមិនវាចាតើអ្វីទៅជាទំនាក់ទំនងដោយវាចានិងមិនវាចាចូលលើកឧទាហរណ៍មកបញ្ជាក់ផងដែរទំនាក់ទំនងដោយវាចាអាចមានទាំងពាក្យសម្ដីនិងពាក្យសរសេរឧទាហរណ៍ការនិយាយបាតចាស់ឬទេនៅពេលឆ្លើយតបសំណួររបស់នរណាម្នាក់ការនិយាយទល់មុខតាមទូរស័ព្ទវិទ្យុទូរទស្សន៍តាមប្រព័ន្ធផ្សព្វផ្សាយមេឌៀដូចជាកាសែតអ៊ីមែលអ៊ីនធឺណិតឬតាមបណ្ដាញសង្គមជាដើមទំនាក់ទំនងដោយមិនវាចាគឺជាអាកប្បកិរិយាឬសកម្មភាពដែលមិនប្រើពាក្យសម្ដីវាមានដូចជាកាយវិការការបញ្ចេញទឹកមុខក្រសែភ្នែកលក្ខណៈរាងកាយនិងការលើកដាក់សម្លេង